ជំងឺថ្លើមខ្លាញ់ឬក៏ការខូចខាតដែលបណ្ដាលមកពីគ្រឿងស្រវឹងចានៅថ្ងៃនេះគឺនាងខ្ញុំនឹងនិយាយអំពីការលាងសម្អាតថ្លើមដែលវាគឺជាវិធីស្រួលបែបធម្មជាតិតែប៉ុណ្ណោះនៅវីដេអូមុនយើងបាននិយាយរួចហើយពីជំងឺថ្លើមក៏ដូចជាមុខងាររបស់ថ្លើមដែលវាពិតជាដើរតួនាទីសំខាន់មែនទែននៅក្នុងរាងកាយរបស់យើងការលាងសម្អាតថ្លើម liver cleanse ដោយប្រើទឹកផ្លែប៉ោមទឹកផ្លែប៉ោមគឺជួយបន្ទន់គ្រោះនៅក្នុងថង់ប្រមាត់និងជំរុញដំណើរការបន្សាបជាតិពុលនៅក្នុងថ្លើមការអនុវត្តនោះគឺការតមអាហារក្នុងរយៈពេលខ្លីដោយផឹកតែទឹកផ្លែប៉ោមស្រស់ពី2ទៅ3លីត្រនៅក្នុងមួយថ្ងៃរយៈពេល1ថ្ងៃឬក៏3ថ្ងៃទៅតាមអ្វីដែលអ្នកអាចធ្វើបានហើយអ្វីដែលយើងគួរតែកត់សម្គាល់នោះគឺវិធីនេះគឺអាចធ្វើបាននោះត្រាណាតែអ្នកជំនាញបានណែនាំយើងឲ្យធ្វើតែប៉ុណ្ណោះដើម្បីធានាសុវត្ថិភាពហើយនិងប្រសិទ្ធភាពផងដែរទាក់ទងទៅនឹងរមៀតគឺជាគ្រឿងទេសដ៏ពេញនិយមមែនទែននិងជាឱសថបុរាណនៅប្រទេសកម្ពុជាយើងដែលមានគុណសម្បត្តិប្រឆាំងទៅនឹងការរលាកសារធាតុមួយយ៉ាងដែលយើងហៅថា curcumin ដែលមាននៅក្នុងរមៀតនោះគឺមានអត្ថប្រយោជន៍ដ៏ធំធេងណាស់សម្រាប់សុខភាពថ្លើមរបស់យើងពីព្រោះថាវាជួយកាត់បន្ថយការរលាកហើយវាក៏គាំទ្រក្នុងការបន្សាបជាតិពុលនៅក្នុងថ្លើមរបស់យើងផងដែរហើយរបៀបអនុវត្តនោះគឺដែលអ្នកគ្រាន់តែបូកបញ្ចូលរមៀតទៅក្នុងចំណីអាហាររបស់អ្នកក៏ដូចជាសម្លឆាឬក៏ទឹកកឡុកជាដើមមួយវិញទៀតនោះគឺតែរមៀតគឺអ្នកអាចយកឫសរបស់រមៀតមកហាន់ជាស្ដើងហើយធ្វើជាតែឬក៏យើងអាចប្រើម្សៅរមៀតតែម្ដងក៏បានដែរម្សៅរមៀតកន្លះស្លាបព្រាកាហ្វេនិងទឹកក្តៅគឺធ្វើឲ្យคล้ายទៅជាទឹកតែរមៀតយ៉ាងមានប្រសិទ្ធភាពអ្នកទាំងអស់គ្នាអាចទទួលទានពី1ទៅ2ដងក្នុងមួយថ្ងៃពិតជាល្អមែនទែនហើយទាំងអស់នេះហើយគឺសុទ្ធតែជារូបមន្តបែបសាមញ្ញធម្មតាដែលយើងអាចធ្វើបាននៅផ្ទះដែលវាគឺជាវិធីដែលអាចជួយកាត់បន្ថយបញ្ហាថ្លើមក៏ដូចជាការជួយលាងសម្អាតថ្លើមយើងឲ្យមានសុខភាពល្អហើយនៅខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងជួយដល់ពុកម៉ែបងប្អូនដែលកំពុងតែមានបញ្ហាជាមួយនឹងថ្លើមក៏ដូចជាអ្នកដែលចង់លាងសម្អាតថ្លើមនោះផងដែរនេះខ្ញុំសូមអរគុណសូមព្រះប្រទានពរ